បុកហាមិនមែនគ្រាន់តែជាមន្ទីរពេទ្យជាបានជំងឺប៉ុណ្ណោះទេប៉ុន្តែជាជំរកដង្ហើមជាកន្លែងផ្ដល់ស្នាមញញឹមឡើងវិញនិងជាអ្នកសង្គ្រោះជីវិតទារកនិងកុមារកម្ពុជារាប់លានអ្នកដោយឥតគិតថ្លៃនិងប្រកបដោយគុណភាពខ្ពស់បំផុតដោយមិនមានការរើសអើងដើម្បីធានាបាននូវចីរភាពនិងភាពគង់វង្សនៃមន្ទីរពេទ្យដ៏ពិសិដ្ឋមួយនេះមូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានបង្កើតឡើងក្រោមគំនិតដូចដើមដ៏ខ្ពង់ខ្ពស់និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោហ៊ុនសែននិងត្រូវបានបន្តគាំទ្រយ៉ាងខ្លាំងក្លាដោយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតបច្ចាន់មនីហ៊ុនម៉ាណែតក្នុងនាមជាសហប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាមូលនិធិគន្ធបុប្ផាកម្ពុជាបានក្លាយជាដង្ហើមសេដ្ឋកិច្ចយ៉ាងសំខាន់នៅក្នុងការកៀងគរថវិកាពីគ្រប់ទិសទីដើម្បីធានាថាគ្មានកុមារកម្ពុជាណាម្នាក់ត្រូវបានបាត់បង់ឱកាសព្យាបាលដោយសារតែខ្វះខាតថវិកានោះឡើយ